ក្រុមឈាមមិនគ្រោះថ្នាក់ទេក្នុងឡងពេលក្តៅខ្លួនប៉ុន្តែវានឹងអាចគ្រោះថ្នាក់ឬក៏វិវត្តទៅធ្ងន់ធ្ងរនៅពេលដែលចាប់ត្រជាក់ជាទូទៅនៅក្នុងជំងឺផ្សេងទៀតក្រៅពីគ្រុនឈាមក្នុងឡងពេលដែលក្តៅខ្លួនគឺជាពេលវេលាដែលខ្លួនយើងកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគហើយនៅពេលដែលត្រជាក់គឺជាពេលវេលាដែលចាប់ផ្ដើមជាសះស្បើយប៉ុន្តែនៅក្នុងជំងឺគ្រុនឈាមមិនដូចគ្នាទេក្នុងឡងពេលដែលក្តៅខ្លួនគឺជាពេលវេលាដែលប៉ាម៉ាក់ភ័យព្រួយបារម្ភមែនប៉ុន្តែជាទូទៅគឺវាមិនមានគ្រោះថ្នាក់អីទេយើងគ្រាន់តែបារម្ភទៅលើកូនតូចៗនៅក្រោមអាយុ5ឆ្នាំបើសិនជាក្តៅខ្លាំងគឺអាចឲ្យប្រកាច់ឬក៏ក្តៅខ្លាំងអាចឲ្យបាត់ជាតិទឹកប៉ុន្តែវាមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេផ្ទុយទៅវិញក្នុងឡងពេលគ្រុនឈាមបើសិនជាចាប់ផ្ដើមចុះត្រជាក់ជាទូទៅក្តៅខ្លួនគឺចន្លោះពី2ថ្ងៃទៅ7ថ្ងៃនៅពេលដែលចាប់ផ្ដើមចុះត្រជាក់គឺជាពេលវេលាដែលគ្រូពេទ្យត្រូវបារម្ភហើយនឹងត្រូវតាមដានកាន់តែដិតដល់ជាមុនដោយសារតែគ្រាប់ឈាមមួយចំនួននៅក្នុងឡងពេលដែលចាប់ផ្ដើមចុះត្រជាក់24ម៉ោងទៅ48ម៉ោងវានឹងធ្លាក់ចុះទាបខ្លាំងឧទាហរណ៍ដូចផ្លាកែតជាដើមផ្លាកែតគឺវាសម្រាប់ឲ្យមានកំណត់ឈាមបើសិនជាផ្លាកែតធ្លាក់ទាបពេកនឹងធ្វើឲ្យមានការហូរឈាមនៅក្នុងខ្លួននៅពេលដែលហូរឈាមខ្លាំងគឺអាចធ្វើឲ្យមានសញ្ញាដែលលេចចេញមកឧទាហរណ៍ដូចហូរឈាមច្រមុះហូរឈាមបញ្ចាញធ្មេញឬក៏បាត់ជើងមកមានឈាមឬក៏អាចមានជាំនៅក្រោមស្បែកបើសិនជាមានសញ្ញាហ្នឹងគឺអាចបញ្ជាក់ថាផ្លាកែតរបស់យើងគឺទាបខ្លាំងហើយវាកើតឡើងនៅចាប់ពីថ្ងៃដែលយើងចាប់ផ្ដើមចុះត្រជាក់24ម៉ោងទៅ48ម៉ោងដូច្នេះក្នុងឡងពេលហ្នឹងហើយគឺគ្រូពេទ្យអាចនឹងមើលឈាមញឹកញាប់ដើម្បីតាមដានមើលពីការហូរឈាមនៅក្នុងខ្លួនរបស់យើងដែលចេញសញ្ញាមកស្ដែងចេញដូចខ្ញុំបានរៀបរាប់ពីខាងមុខមកហ្នឹងក្រៅពីនេះគឺវាអាចហូរឈាមផ្នែកខាងក្នុងហូរឈាមផ្នែកខាងក្នុងគឺយើងមើលនឹងភ្នែកអត់ឃើញទេឧទាហរណ៍អ្នកជំងឺគឺមានអាការៈឈឺពោះដោយសារតែអាចមានការហូរឈាមឬក៏ប៉ះពាល់ទៅលើសរីរាង្គនៅក្នុងពោះដូចជាថ្លើមឬក៏តម្រងនោមពេលខ្លះអាចមាននឹងចុកទ្រូងឬក៏ក្អកខ្លាំងដោយសារតែការជ្រាបទឹកមួយចំនួននៅក្នុងខ្លួនគឺអាចធ្វើឲ្យមានហើមសួតឬក៏ប៉ះពាល់ទៅលើបេះដូងជាដើមដូច្នេះហើយបានជាគេនិយាយថាបើសិនជាក្នុងឡងពេលក្តៅខ្លួននៅក្នុងជំងឺគ្រុនឈាមគឺវាមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេប៉ុន្តែបើសិនជាចាប់ផ្ដើមត្រជាក់ខ្លួនក្នុងឡងពេល24ម៉ោងទៅ48ម៉ោងបើសិនជាបូមឈាមទៅមានបាត់បង់នៅផ្លាកែតឬក៏ផ្លាកែតទាបពេកគឺជាសញ្ញានៃគ្រោះថ្នាក់ប៉ុន្តែការតាមដានក្នុងឡងពេល24ម៉ោងទៅ48ម៉ោងបើសិនជាមិនមានសញ្ញាហូរឈាមឬក៏សញ្ញាដែលធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរគឺយើងចាប់ផ្ដើមជាសះស្បើយដោយឯងដោយសារតែបច្ចុប្បន្ននេះគឺយើងមិនទាន់មានថ្នាំដើម្បីព្យាបាលជំងឺគ្រុនឈាមទេការព្យាបាលគឺយើងព្យាបាលទៅតាមរោគសញ្ញាមានន័យថាការប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅឬក៏បំពេញជាតិទឹកបើសិនជាមានការខ្វះជាតិទឹកដូច្នេះសង្ខេបមកវិញជំងឺគ្រុនឈាមគឺអាចមានរោគសញ្ញាចន្លោះពី2ថ្ងៃទៅ7ថ្ងៃដែលចាប់ផ្ដើមក្តៅខ្លាំងរហូតដល់39ឬក៏40អង្សាហើយនៅពេលដែលយើងដាក់ថ្នាំត្រជាក់ទៅគឺអស់តែមួយជាតិថ្នាំគឺក្តៅមកវិញហើយពី3ម៉ោងមិនទាន់គឺក្តៅមកវិញប៉ុន្តែគឺយើងមិនអាចបង្ខំថ្នាំលេបដើម្បីឲ្យនឹងចុះកម្ដៅបានទេហើយគឺជារយៈពេលដែលប៉ាម៉ាក់ឬក៏សម្រាប់សាច់ញាតិគឺការមានការព្រួយបារម្ភខ្លាំងដោយសារតែការក្តៅខ្លួននឹងអត់បាត់ប៉ុន្តែនៅពេលដែលដល់ថ្ងៃរបស់វា2ទៅ7ថ្ងៃក្រោយហ្នឹងគឺវានឹងចាប់ផ្ដើមចុះត្រជាក់ប៉ុន្តែនៅពេលដែលចុះត្រជាក់គឺគ្រូពេទ្យគឺជាអ្នកព្រួយបារម្ភម្ដងដោយសារតែវានឹងអាចចេញជាសញ្ញាធ្ងន់ធ្ងរនៅពេលដែលចាប់ផ្ដើមចុះត្រជាក់ក្នុងឡងពេល24ម៉ោងទៅ48ម៉ោងហ្នឹងដូច្នេះបើសិនជាយើងក្តៅខ្លួនយូរថ្ងៃហើយអត់បាត់ឬក៏យើងបានពិនិត្យហើយថាឃើញមានជំងឺគ្រុនឈាមគឺត្រូវតែសម្រាប់ពេទ្យដោយសារតែជំងឺនេះគឺវាវិវត្តលឿនមានន័យថាយើងមើលនឹងភ្នែកយើងអាចឃើញមានសញ្ញាហូរឈាមចាញ់ធ្មេញហូរឈាមច្រមុះបាត់ជើងមកឈាមយើងមានឃើញសញ្ញាជាំក្រោមស្បែកឬក៏ឈឺចាប់ពេញខ្លួនយើងសង្ស័យថាវាជាជំងឺគ្រុនឈាមប៉ុន្តែសម្រាប់ភាពធ្ងន់ឬក៏មិនធ្ងន់គឺមានតែគ្រូពេទ្យទេដែលគាត់ដឹងតាមរយៈការបូមឈាមនៅទៅលើគ្រាប់ឈាមបើសិនជាគ្រាប់ឈាមធ្លាក់ចុះទាបខ្លាំងការបញ្ចូលឈាមគឺអាចធ្វើទៅជាពិសេសគឺនៅមន្ទីរពេទ្យរដ្ឋទើបមានឈាមគ្រប់គ្រាន់ដើម្បីបញ្ចូលឲ្យក្នុងករណីចាំបាច់គឺមានការសង្គ្រោះបន្ទាន់ការដែលយើងគេងជាបាននៅមន្ទីរពេទ្យរដ្ឋគឺយើងចំណាយតិចជាងដោយសារជំងឺគ្រុនឈាមនេះគឺត្រូវការពេលវេលាយូរដើម្បីជាបាននិងតាមដានជាពិសេសគឺការវិវត្តនៅពេលដែលចាប់ផ្ដើមចុះត្រជាក់តើតើនឹងបញ្ហាគេងសុកក្អកឬក៏ក្អួតនេះវិញសម្រាប់មិនថាក្មេងឬក៏មនុស្សចាស់ទេបើសិនជាខុសពីទម្លាប់ឬក៏មានសញ្ញាក្តៅខ្លួនផ្សេងទៀតគឺគួរតែជួបគ្រូពេទ្យដើម្បីពិនិត្យមើលបន្ថែមករណីនេះអាចជាបញ្ហារលាកបំពង់កឬក៏បញ្ហាលាក់ស៊ីផ្សេងៗយើងគួរតែជួបគ្រូពេទ្យដើម្បីពិនិត្យបន្ថែម